ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះផងដែរពុកម៉ែបងប្អូនគឺខ្ញុំបានចេញដំណើរពីផ្ទះយ៉ាងសែនឆ្ងាយមកប្រហែលជា2គីឡូបងប្អូនចេញពីផ្ទះមកបងប្អូនដើម្បីមករាវខ្ចៅបងប្អូនកុំច្រឡំថារាវមាសនេះគឺជាទស្សនវិជ្ជានៅតាមវាលស្រែបងប្អូនអានេះនៅតាមបន្លែបងប្អូនមានបន្លែមួយបាទបន្លែហ្នឹងដូចជាយូរឆ្នាំហើយបងប្អូនចំនួនពីមុនគឺជាផ្លូវរទេះគេទេផ្លូវរទេះគោរទេះក្បីអីបងប្អូនចាស់ពីដើមក៏ធ្វើដំណើរតាមនឹងបងប្អូនប៉ុន្តែឥឡូវដល់ពេលមានការអភិវឌ្ឍទៅគឺយើងមានផ្លូវថ្មីមួយបាទផ្លូវទៅតាមស្រែហ្នឹងបងប្អូនក៏យើងបោះបង់ចោលនឹងទៅបងប្អូនក៏คล้ายជាបន្លែសម្រាប់មានខ្យងមានខ្ចៅមានត្រីអីទៅបងប្អូនតាមបន្លែហ្នឹងណាបាទបងប្អូនដល់ពេលទឹកវាឡើងវាច្រើនពីហ្នឹងគឺត្រីច្រើនបាទគឺត្រីច្រើនតាមបងប្អូនគឺវាហែតាមហ្នឹងកាលមុនខ្ញុំធ្លាប់កាលពីតូចខ្ញុំធ្លាប់មកបងតាមហ្នឹងបងប្អូនត្រីច្រើនតែបងប្អូនបាទដល់ពេលឥឡូវទឹកវាស្រកអស់វាគេជីកបន្លែផ្សេងទៀតណាទឹកវាក៏ហូរអត់សូវបានច្រើនទេបាទគឺចំនួនមុនត្រីមិននិយាយទេបងប្អូនត្រីរស់ត្រីដែងត្រីសត្រីច្រើនតែបងប្អូនមកកូនមកហូបមកចុកអីហ្នឹងគឺអត់ខ្វះទេបងប្អូនទៅទាញតែសំណាញ់2 3សំណាញ់បានឡើងមកកកោកបងប្អូនហូបទៅ2 3ពេលនេះមកដល់វារើសក្រុមម្ដងបងប្អូនបាទបងប្អូនណាស្គាល់ក្រុមខ្លះបាទនេះជាក្រុមណាវានៅក្នុងកប់ក្នុងដីហ្នឹងបងប្អូនយើងលូកតាមដីតាមអីទៅបងប្អូនកាយទៅវាឃើញណាបាទបងប្អូននេះគឺច្រើនមែនតើក្រុមធ្វើអីឆ្ងាញ់បងប្អូនជួយ comment តិចមកបាទយើងធ្វើអីឆ្ងាញ់ប៉ុន្តែសម្រាប់ខ្ញុំយកទៅស្ងោរហើយសម្រាប់ខ្ញុំឆ្កើចេញហើយខ្ញុំទៅបំពងមួយខ្លាញ់ណាបងប្អូននេះក្មួយខ្ញុំវាកំពុងតែអន់ងើបនេះរើមកផ្លែតបងប្អូនគឺឃើញថាច្រើនមែនតើបងប្អូនមិនរាវមាសទេណាបងប្អូនគឺរាវក្រុមបងប្អូនបាទនេះស្នាមព្រោះដែលផ្លូវធំគេជីកបងប្អូនគឺច្រើនមែនតើបងប្អូនខ្ញុំឃើញក្មេងៗពួកគាត់រើសពួកកែបងប្អូនគាត់កាលមុនខ្ញុំមកឃើញគាត់រើសឡើងទាំងថងបងប្អូនឥឡូវថ្ងៃនេះគឺខ្ញុំគិតថាឃ្លានក៏នំគ្នាបបួលក្មួយបងរាវដែរទៅបងប្អូនបាទអន់ងើបហ្នឹងហើយនេះខ្ញុំក៏រាវយកដែរបងប្អូនដំបូងរាវអត់ទៅបានទេបាទដល់ពេលដឹងល្បិចមានណាដាក់យកបដ ாய் បងប្អូនលូកយកមិនដឹងថាថ្មហ្នឹងគឺអីទេគឺច្រើនតែបងប្អូនតើលើបងប្អូនទៅមើលសកម្មភាពពិតតើបងប្អូនឆ្លើងบ่បងប្អូនរត់អស់នេះបានមួយហើយនេះបងប្អូនច្រើនតែណានេះគេថាជាងបើយើងឃើញមួយវានៅផ្ដំគ្នាច្រើនណាគេថានេះមួយទៀតនៅឬឈើអូនេះ5ហើយបងប្អូនអូនេះបានទេណា6អូនៅឬឈើនេះតាណា7នេះ89ច្រើន
10